លោកផកនតាមកទីនេះធ្វើអីសិនណាថ្ងៃនេះនេះជាកុំឲ្យទៅមុនទៅខ្ញុំការទៅក្រំផ្លេចចាធ្វើការនេះវិញចុះបងខ្ញុំដូចជាអត់ហ៊ានទៅផ្ទះលោកវឌ្ឍនៈនោះទៀតទេសូម្បីតែមនុស្សល្អដូចខ្ញុំក៏លោកវឌ្ឍនៈនោះចាំតែខ្ញុំលួចទូរស័ព្ទរបស់គាត់ដែរថាម៉េចឯងក៏គេចាប់ប្រកាន់ដែរបាទព្រោះថាថ្ងៃនោះខ្ញុំបានផ្ទះលោកវឌ្ឍនៈពីអ្នកបងសាណាហើយឆៃដនអីក៏ជន់ដានចោលទៀតហើយគិតទៅមនុស្សយើងមានមុខមាត់ស្អាតបាតមានក្រុមហ៊ុនរស់ស៊ីបណ្ណាបណ្ណៃហើយមកចាប់ប្រកាន់អ្នកដទៃដល់គ្មានផលតាំងយ៉ាងនេះអញ្ចឹងចុះឯងគ្រាន់តែជូនបងឲ្យទៅស្គាល់ផ្ទះនោះទៅបានហើយបាទអញ្ចឹងចាំខ្ញុំជូនបងទៅក៏បានដែរឡោយើងទៅឥឡូវនេះទៅបាទបងជំរាបសួរលោកពូបាទជំរាបសួរក្មួយលោកពូសុខសប្បាយជាទេសុខធម្មតាទេលោកពូខ្ញុំជាមិត្តភក្តិរបស់សាណាសាណាបានផ្ញើលុយតាមខ្ញុំ$300ឲ្យយកមកជូនលោកពូណែលោកពូសូមទទួលទុកផងអរគុណក្មួយដែលទទួលបញ្ញាពីសាណាមកឲ្យពូមិនអីទេលោកពូខ្ញុំមកកាយហើយខ្ញុំគិតថាលាលោកពូត្រង់ទៅវិញខ្ញុំលាសិនហើយលោកពូអរគុណក្មួយគឺផ្ទះមួយនេះហើយបងផ្ទះវាដូចជាធំមិនធម្មតាទេប៉ុន្តែសាណាមិនគួរមកធ្វើការនៅកន្លែងនេះសោះបងត្រូវជួយសាណាខ្ញុំមិនចង់ឃើញសាណាមកវិទ្យាល័យផ្ទះនេះទេហើយណាមួយសាណាខ្លាចជាប្រពន្ធនៅក្នុងកណ្ដាលតាសវលលោកទៀតហើយថ្ងៃក្រោយមិនដឹងថាលោកវឌ្ឍនៈនោះដោះលែងសាណាឬក៏អត់ទេឯងមិនចាំបាច់ភ័យទេបងនៅរមជោបាយរំដោះសាណាចេញពីមនុស្សស្មុគគ្រោកនេះឲ្យទាល់តែបានស្អែកនេះថ្ងៃអាទិត្យពួកគេប្រកាសជានៅផ្ទះបងនឹងមករកពួកគេដល់ផ្ទះនេះបាទបងជំរាបសួរគឺពុកណាកូនពុកសុខសប្បាយជាទេពុកសុខសប្បាយធម្មតាទេហើយពុកទូរស័ព្ទមកមានការអីហ៎ពុកពុកគ្រាន់តែចង់ប្រាប់កូនថាកូនបើកប្រាក់ខែមកសន្សំទុកដល់ខ្លួនឯងទៅមិនចាំបាច់ផ្ញើឲ្យពុកនោះទេចាំពេលណាពុកត្រូវការសុំផ្ញើមកចុះខាងនេះខ្ញុំអត់មានផ្ញើទៅឲ្យពុកឯណា
ចាំបើកប្រាក់ខែខែនេះបានចាំខ្ញុំផ្ញើឲ្យពុកទៀត កូនផ្ញើមកធ្វើស្អីទៀតបើកូនទើបតែផ្ញើតាមមិត្តភក្តិមកនេះឯង ខ្ញុំអត់បានផ្ញើប្រាក់ខែទៅឲ្យពុកម៉ែណាពង មុននេះបន្តិចមានបរិមម្នាក់គេថាជាមិត្តភក្តិរបស់កូនឯងហើយគេយកប្រាក់$300មកឲ្យពុកទៀតផងថាកូនជាអ្នកផ្ញើមកហេតុអីក៏កូនថាអត់ទៅវិញ ខ្ញុំពិតជាអត់បានផ្ញើទៅឲ្យពុកមែនចុះពុកមែនបានសួរមនុស្សប្រុសនោះទេតើគេឈ្មោះអី ហើយពុកមិនបានសួរដេញដោលឈ្មោះរបស់គេទេគេឲ្យប្រាក់ពុករួចក៏ឡើងឡានបាត់តែម្ដងទៅ មនុស្សមិនដែលស្គាល់គ្នាផងពុកទៅទទួលប្រាក់គេធ្វើអីទៅក្រែងលើត្រូវចាញ់របស់គេណាពងព្រោះមនុស្សឥឡូវមានល្បិចកលច្រើនណាស់ តែមើលទៅមុខមាត់គេស្អាតបាតមិនសមជាមនុស្សមានកលល្បិចទេកូន អញ្ចឹងពុកប្រាប់ភិនភាករបស់គេតែមើលពង គឺសម្បល់គេសរៀងខ្ពស់ស្រឡះទឹកមុខញញឹមតែមើលទៅគេជាមនុស្សមើងម៉ាត់ ពងក៏អត់បានពឹងមិត្តភក្តិណាយកលុយទៅឲ្យពុកទេប៉ុណ្ណឹងចាណាពងចាំស្អែកកូនទូរស័ព្ទទៅពុកទៀត ប៉ុណ្ណឹងចុះកូន តែអ្នកណាគេទៅណាតែយកប្រាក់ឲ្យពុកដល់តែ$300ហើយមិនបញ្ចេញឈ្មោះអញ្ចឹង មានកម្លាំងតិចតួចហ្នឹងគិតតែពីដើរចង់ភូមិដើមភូមិហើយឯងទៅមកពីណាហ្នឹង មានមកពីណាមកពីផ្ទះប្រធានភូមិហ្នឹងណា ហេថាម៉េចនេះឯងទៅមកពីផ្ទះប្រធានភូមិឯងទៅធ្វើអីទៅប្តឹងមេភូមិរឿងពួកខ្ញុំលេងបៀនហ្នឹងហីហ៎ណែកុំឈួតណាតែបែកចាស់ប្រយ័ត្នតែខ្ញុំដឹងណាតែថាបានប្រាប់វើយ ហើយខ្ញុំមិនទៅជឿឆ្អាលរឿងរបស់ពួកឯងលេងល្បែងទៅនោះទេគឺខ្ញុំមានការងាររបស់ខ្ញុំ ហើយឯងមានការងារស្អីហ៎បាត់ទៅផ្ទះប្រធានភូមិហ្នឹង ខ្ញុំទៅជម្រាបមេភូមិរឿងមានមនុស្សប្រុសចម្លែកម្នាក់យកលុយមកឲ្យខ្ញុំ$300ប្រាប់ថាកូនស្រីសាណានេះផ្ញើមកតែដល់ពេលដែលខ្ញុំសួរសាណាវាថាអត់ផ្ញើមកនោះទេខ្ញុំខ្លាចគេមានល្បិចកលអីក៏ទៅប្តឹងមេភូមិឲ្យបានដឹងមុនទៅ អូមានគេយកលុយមកឲ្យដល់តែ$300អត់ប្រាប់ខ្ញុំអីមួយម៉ាត់ហ៎ហើយដល់ពេលនេះបានមកប្រាប់ខ្លាចមានរឿងហ៎ហើយតែប្រាប់ប្រធានភូមិវិញប្រធានភូមិនឹងឲ្យឯងហ៎ហ៎អីណែឯងរាល់ថ្ងៃហ្នឹងលេងទុកចិត្តប្រពន្ធឯងអត់ស្មោះត្រង់ជាមួយខ្ញុំទេហ៎ចាំមិនឥឡូវហ្នឹង ណែម៉ែវាកុំមាត់លឺពេកខ្ញុំគ្រាន់តែមិនទាន់ហ៊ានប្រាប់ឯងត្បិតនៅគិតសង្ស័យច្រើននៅសុកមានគេយកលុយមកឲ្យយើងយ៉ាងនេះតែកូនស្រីរបស់យើងមិនបានផ្ញើមកឲ្យយើងនោះទេ ការពិតគឺខ្លាចខ្ញុំដឹងយកលុយនឹងទៅលេងវាហ្នឹងបានជាមិនប្រុសប្រាប់ខ្ញុំណែបើមិនទុកចិត្តខ្ញុំទេខ្ញុំចេញពីផ្ទះហ្នឹងក៏បានដែរ មិនក៏ឯងនិយាយវែងឆ្ងាយយ៉ាងនេះណាហើយចុះប្តីខុសទៅចុះឯងឈប់ខាងទៅឲ្យលុយឯង$100ឯងយកធ្វើស្អីក៏ធ្វើចុះ យេនេះឯងមើលមកខ្ញុំជាមនុស្សអត់បានការទេហីហ៎បានជាលុយ$300ឲ្យខ្ញុំតែ100ហ្នឹងហ៎ណែកុំភ្លេចថារាល់ថ្ងៃនេះបានក្បាលមីណាមីខ្សននេះហ៎តែត្រកបំរើទឹកក្តៅទឹកត្រជាក់សពបែបយ៉ាងហ៎អូហូយពឹងកូនយូរលុយមកឲ្យបន្តិចតួចនេះល្អណាស់ចិត្តបានណាស់ណោះហូកូនតែចំណែកខ្ញុំនេះបំរើទាំងយប់ទាំងថ្ងៃគ្មានបានគុណសម្បត្តិអីសោះអីអាម៉េចខ្ញុំនឹងវាអន់ពេកហីម៉េច បានហើយឯងនិយាយវែងឆ្ងាយដល់ណាទៀតណែយកទៅ ហើយ200នឹងទុកធ្វើអី យក100នឹងទៅស្រង់ដើមទៅលេងល្បែងឲ្យឈ្នះកុំឲ្យចាញ់ទៀតណា អើយមិនបាច់ចេះទេមាត់ស្អុយ
ធ្វើមុខឲ្យរីកបន្ទិញមើលបងស្រឡាញ់អូនចង់ឈ្នះបេះដូងស្ងួនពេលដែលជួបមុខអូហើយ200នឹងទុកធ្វើអីយក100នឹងទៅស្រង់ដើមទៅលេងល្បែងឲ្យឈ្នះកុំឲ្យចាញ់ទៀតណាអើយមិនបាច់ចេះទេមាត់ស្អុយធ្វើមុខឲ្យរីកបន្ទិញមើលស៊ីថាអូនមើលរឿងអីមិនសប្បាយចិត្តមែនទេអូនឈឺអូនអត់ស្រួលខ្លួនតែទៅប៉ុណ្ណោះអូននឹងមិនចាំខកបងទេអូនប្រហែលជាមិនសប្បាយចិត្តរឿងអ្នកចិត្តខាងគេនិយាយពីរឿងអសើរបស់អូនមែនទេហាត់អីរឿងអាកន្លងហួសហើយពួកគេនៅតែយកមកនិយាយទៀតអ្នកដែលអត់ការងារធ្វើវាតែប៉ុណ្្នឹងឯងអូនពិតជាចង់រត់តែឆ្ងាយពីពិភពលោកនេះខ្លាំងណាស់អូនមិនត្រូវគិតអញ្ចឹងទេមនុស្សយើងមានបញ្ហាត្រូវតែប្រឈមមុខមិនត្រូវរីថយទេបើមិនអញ្ចឹងទេបញ្ហានោះនឹងតាមជើងអស់មួយជីវិតប៉ុន្តែអូនពិតជាពិបាកប្រឈមមុខនឹងបញ្ហាទាំងអស់នេះណាបញ្ហាបើសិនជាអូនកាន់តែកិច្ចវាកាន់តែជួបអូនត្រូវតែក្លាហានដោះស្រាយរាល់បញ្ហាទាំងនោះអូនពិតជាគ្មានកម្លាំងតស៊ូនឹងវាពិតមែនពេលនេះអូនគ្មានសល់អ្វីទៀតទេអូនភ្លេចហើយបងធ្លាប់និយាយថាអូននៅមានបងទៀតទោះជាមានរឿងអីក៏ដោយបងមិនឲ្យអូនប្រឈមមុខតែម្នាក់ឯងទេបងគិតថារឿងកន្លងផុតទៅវានឹងប្រសើរជាងនេះអូនកុំអស់សង្ឃឹមអីត្រូវតែញញឹមឡើងវិញបានហើយញ៉ាំតែអូនបាច់គិតច្រើនញ៉ាំទៅយ៉ាងម៉េចហើយពុកមានបានស្គាល់មនុស្សដែលគេយកលុយមកឲ្យពុកនោះទេពុកអត់ស្គាល់ទេកូនពុកខ្លាចមានរឿងពុកបានទៅប្តឹងមេភូមិរួចទៅហើយការពារក្រែងគេលេងល្បិចដាក់យើងណាប្រសាណាពុកពុកសាប់មើលរូបនេះមើលមានប្រហាក់ប្រហែលខ្លាំងឬអត់ហ៎គឺម្នាក់នឹងហើយកូនម្នាក់នឹងហើយដាក់ឲ្យលុយមកពុកកាលពីថ្ងៃមុននោះគឺម្នាក់នឹងហើយកូនឲ្យស្គាល់ដែរគាត់ហ្នឹងឯងត្រូវហើយកូនមិត្តភក្តិរបស់កូនណាអត់ទេបងអើយអញ្ចឹងគេជានរណាទៅគាត់គឺជាថៅកែខ្ញុំហ៎ថាមិនជាថៅកែរបស់កូនណាចាគាត់គឺថៅកែខ្ញុំគាត់កាត់មិននេះបានជាយកលុយមកឲ្យគ្រួសារយើងអញ្ចឹងហើយដូចក៏គេស្គាល់ផ្ទះរបស់យើងស្គាល់ទាំងពុកទៀតហើយពិតជាចម្លែកមែនកូនមានប្រាប់ផ្ទះរបស់យើងដល់គេដែរទេហ្នឹងអត់ទេបងប្រហែលជាគាត់មើលតាមអាស័យដ្ឋាននៅក្នុងប្រវត្តិរូបខ្ញុំហើយប្រហែលជាអញ្ចឹងហើយចុះហេតុអីក៏តកែរបស់កូននេះចិត្តល្អយ៉ាងនេះហ៎ខ្ញុំក៏ឆ្ងល់ដែរបងម្យ៉ាងមួយរយៈនេះគាត់ហាក់ដូចជាយកចិត្តទុកដាក់ចំពោះខ្ញុំណាស់ថែមទាំងបានធ្វើខុសកំណត់ដល់ខ្ញុំទៀតផងឬមួយក៏គេស្រឡាញ់កូនទីដឹងហ៎មិនអាចរួចទេបងគាត់ប្រាប់ខ្ញុំថាគាត់មិនស្រឡាញ់ខ្ញុំទេសូម្បីតែបន្តិចបើអញ្ចឹងប្រហែលជាតកែរបស់កូនអាណិតដល់គ្រួសាររបស់យើងក្រីក្រលំបាត់លំបិនយ៉ាងនេះហើយបានជាគេជួយឧបត្ថម្ភដល់គ្រួសាររបស់យើងតែ
សួរដេញដោលពីបំណងសម្រាប់នេះបានដែរយ៉ាងហោចណាស់ត្រឹមតែគាត់សង្កល់ក្នុងចិត្តគាត់ទៅបានហើយសង្ឃឹមថាគេមានបំណងល្អមកលើគ្រួសារជាងទៅចុះណាកូនជាងចឹងមីងក៏ទៅលេងវាទៀតហើយមិនទេបងហើយមីងឯងបានលុយ$300នោះភ្លាមគេដក$100យកទៅលេងបៀបាត់ទៅហើយមិនដឹងថាពេលណាគេលះបង់អាល្បែងស៊ីសងនឹងសោះត្រឹមសិនតែណាពុកណាបើសិនជាអត់ពីគាត់ទៅក៏គ្មានអ្នកណានៅក្បែរមើលថែពុកដែរមិនអីទេណាកូនលោកផាកនទីខ្ញុំមានរឿងចង់និយាយជាមួយលោកមកសូមជិះចូលក្នុងសិនមកមិនដឹងថាលោកផាកនមករកខ្ញុំឯកាយនោះទេលោកមិនចាំបាច់និយាយធ្វើពើនោះទេខ្ញុំមកនេះគឺចង់និយាយពីរឿងសាណាលោកមកនិយាយពីរឿងសាណាទេខ្ញុំមកនេះចាត់ទុកថាខ្ញុំមកសុំបរលោកទៅចុះហើយខ្ញុំក៏សុំទោសលោកកាលពីខ្ញុំជួបលោកនៅក្រុមហ៊ុនហើយប្រើនៅសម្ដីឆ្កាំងឆ្កងចំពោះលោកនោះគឺដោយសារតែខ្ញុំតែសារចង់ជួយសាណាពេកការពិតទៅខ្ញុំមិនមែនជាមនុស្សដែលចូលចិត្តយករឿងកបិកំប៉ុងដាក់នៅក្នុងចិត្តនោះទេខ្ញុំមិនប្រកាន់លោកទេបើលោកមានការអីនិយាយមិនចុះមុននឹងជឿនិយាយពីសាច់ការតើលោកមិនអាចហៅសាណាមកអង្គុយទីនេះបានទេខ្ញុំភ្លេចប្រាប់លោកថាសាណាបានសុំខ្ញុំទៅផ្ទះប៉ារបស់គេបានហើយឥឡូវខ្ញុំនិយាយសម្រួលជាមួយលោកម្ដងទៀតចុះខ្ញុំនឹងបង់ឲ្យលោក$5000ចំពោះការខាត់បង់លោកទៅលើម្ដាយចុងសាណាចេះទៅថាខ្ញុំលួចសាណាទៅចុះទោះបីជាខ្ញុំយកប្រាក់លោក$5000ក៏ដោយក៏មិនប្រកាសថាខ្ញុំអាចលែងសាណាដែរលោកនិយាយនេះមានន័យថាម៉េចលោកដឹងហើយថាខ្ញុំជាមួយសាណាបានជួយថាស្វល់ជាមួយគ្នាហើយដូច្នេះមិនងាយនឹងលុបវិញនោះទេអេតាស្វល់គឺមនុស្សជាអ្នកធ្វើរឿងអីដែលថាមនុស្សមិនអាចលុបបានខ្ញុំចង់និយាយពីហេតុផលថាតើខ្ញុំកំពុងតែរំជួបបាយអ្វីដើម្បីលែងលះជាមួយសាណាបើគ្មានហេតុផលច្បាស់លាស់ទេលោកស្មានថាម្ដាយចុងរបស់សាណានោះព្រមដល់លេងខ្ញុំការពិតទៅខ្ញុំមិនដាច់ស្រ័យនាងទេខ្ញុំគ្រាន់តែគិតថានាងគឺជាមេសយម្នាក់ដែលចូលមកក្នុងជីវិតរបស់ខ្ញុំប៉ុណ្ណោះគ្រាន់តែនាងនៅក្បែរខ្ញុំធ្វើឲ្យខ្ញុំបាត់បង់អ្វីគ្រប់យ៉ាងទាំងមិត្តភក្តិទាំងស្នេហារួមទាំងលុយកាក់ទៀតផងប្រសិនបើលោកព្រមសហការជាមួយខ្ញុំនឹងទៅជួយនិយាយសម្រួលជាមួយនឹងមីងសនអ្វីដែលសំខាន់ជាមួយគាត់គឺលុយបានអញ្ចឹងលោកសាឡបងទៅនិយាយជាមួយមីងសនទៅបើគាត់ឲ្យចម្លើយយ៉ាងណាលោកអាចប្រាប់ខ្ញុំពីក្រោយក៏បានឈ្នះបេះដូងស្ងួនពីដែលជួបមុខអូអូនកុំទៅខ្វល់នៅពាក្យសម្ដីមាត់ចាំមាត់ព្រៀបដែលនៅម្ដុំផ្ទះអូនគេចង់និយាយអីឲ្យគេនិយាយចុះអូនពិបាកប្រឈមមុខណា
នៅកន្លែងធ្វើការចាស់នោះក៏ដូចគ្នាបើពួកគេនៅតែនិយាយប្អូនទៀតអូនលាលែងពីការងារហើយតែនៅស្រុកវិញអូនមិនអាចធ្វើអញ្ចឹងបានទេបងមិនអាចឲ្យអូនទៅណាឆ្ងាយពីបងទេកុំព្រោះតែពាក្យសម្ដីដែលគេនិយាយធ្វើយើងពីរអ្នកបែកគ្នានោះមានបងណាស់ហើយបងមិនអនុញ្ញាតធ្វើបាបអូនទេបងសិនអរគុណបងដែលយកចិត្តអូនបងមិននឹកស្មានថាពួកយើងមានថ្ងៃនេះទេបើកុំតអូនណានបងទៅបង្ហាញពីដួងចិត្តមិនឲ្យបងក៏មិនដឹងថាអូនមានចិត្តលើបងដែរអ្នកណាគេថាខ្ញុំណាត់បងមកជួបនេះចង់បង្ហាញពីដួងចិត្តបងសានិយាយផ្ដាំទៀតមើលក្រែងថាយ៉ាដាប្រាប់បងថាអូនចង់បង្ហាញដួងចិត្តហេតុអីក៏អូនធ្វើពើដូចជាមិនដឹងទៅវិញអ្នកណាត់ជួបខ្ញុំនោះចង់សារភាពប្រាប់ថាស្រឡាញ់ខ្ញុំហេតុអីក៏និយាយប្រាប់ថាខ្ញុំណាត់បងបែបនេះអ្នកណាថាគឺយ៉ាងដែរនាងប្រាប់ខ្ញុំថាបងទូរស័ព្ទប្រាប់នាងថាបងណាត់ខ្ញុំឲ្យទៅជួបនិយាយពីរឿងមួយតាមពិតរឿងនេះបងអត់ដឹងនោះទេហើយក៏អត់បានណាត់អូនមកដែរយ៉ាដាប្រាប់ថាអូនជាអ្នកណាត់បងតាយ៉ាដាក៏ប្រាប់ខ្ញុំថាបងជាអ្នកណាត់ខ្ញុំដែរអូរឿងនេះប្រហែលជាយ៉ាដាជាអ្នករៀបចំឲ្យមើលទៅអញ្ចឹងហេតុអីក៏ពួកយើងត្រូវចាញ់បោកនាងចំអកនោះទៅវិញអញ្ចឹងគួរតែចាត់ការនាងឲ្យទៅបានណែបងថាមិនបានទេតាមពិតពួកយើងគួរតែអរគុណនាងទៅវិញទេទើបសមអរគុណត្រូវហើយបើគុំតែបាននាងជាអ្នករៀបចំមិនដឹងថាពួកយើងលាក់អាកបានេះដល់ពេលណានោះទេនិយាយទៅនិយាយមកពួកយើងត្រូវអរគុណនាងទៅវិញអូនពិតជាក្បាលនាងខ្លាំងណាស់ពួកយើងនិយាយទៅធំរៀងខ្លួនអស់ទៅហើយតែបើជាគ្មានសមត្ថភាពនឹងប្រឈមមុខនឹងរឿងស្នេហាទោះឲ្យកូនក្មេងមួយថ្ងៃនោះចាយជើឲ្យយើងទៅវិញចំជាអន់រកលេខដាក់គ្មានបងសាកិតតែមើលនៅពេលដែលបងវឌ្ឍនៈដឹងថាពួកយើងស្រឡាញ់គ្នាតែគាត់មានប្រតិកម្មយ៉ាងណាដែរតាមពិតទៅវឌ្ឍនៈគេក៏ចង់ឲ្យពួកយើងស្រឡាញ់គ្នាដែរហើយគេមានតែជូនពរពួកយើងឲ្យស្រឡាញ់គ្នារហូតសង្ឃឹមថាអញ្ចឹងចាដល់ទៅនាងត្រឡប់វិញទេចានេះលោកចូលចង្ក្រានខ្លួនឯងទេខ្ញុំចាំនាងយូរពេកក៏ចូលចង្ក្រានខ្លួនឯងទៅមិនក៏លោកមិនចាំខ្ញុំមកវិញសិនចូលចង្ក្រានខ្លួនឯងធ្វើអីនាងគិតថាមនុស្សកំពុងតែឃ្លានឲ្យខ្ញុំគួយចាំនាងដែលកំពុងជួបសំសាននេះអញ្ចឹងមិនក៏នាងនៅស្ងៀមលោកចាំមិននឹងខ្ញុំតមាត់គាត់ថាខ្ញុំនិយាយច្រើនដល់ពេលខ្ញុំអត់តមាត់លោកទេឲ្យខ្ញុំនិយាយលោកចង់ចាំម៉េចឥឡូវហ្នឹងបើនាងមិនតមាត់នឹងខ្ញុំទេ
ខ្ញុំគិតថានាងប្រហែលជាមិនបានទៅផ្ទះប៉ានាងទេនាងទៅមកជួបសុំសានេះមែនទេប្រកាសហើយនាងថាម៉េចគឺខ្ញុំបានទៅជួបបងផាកនតាំងពីព្រឹកមកម្លេះហើយរវល់តែនិយាយគ្នាក៏ច្រើនមកបន្តិចទៅបានហើយខ្ញុំឃ្លានឆាប់ទៅរៀបបាយញ៉ាំទៅអូនមើលខាងនោះទៅនាងច្បាក់នេះទូរស័ព្ទមកដល់ល្មមអាឡូយ៉ាត់អាឡូបងស្រីបងកំពុងនៅជាមួយបងถนนមែនអស់ត្រាស់ហើយតែដល់លេងសប្បាយទេបងប្រកាសជាសប្បាយហើយចាំមែនដាច់តូចឯងកំពុងតែនិយាយនេះទេណាទេអង្គុយនៅផ្ទះនឹងណាណៃពីអ្នកម៉ាក់អញ្ចឹងបងផ្ដាំសួរសុខទុក្ខអ្នកម៉ាក់ផងណាហើយបងក៏អរគុណឯងដែរដែលបានជួយធ្វើមេដាច់ឲ្យពួកបងអញ្ចឹងត្រឡប់មកវិញមានអីផ្សាយខ្ញុំចាប់ពេលដែលបងទៅវិញបងទិញអីផ្ញើឯងនិងអ្នកម៉ាក់អញ្ចឹងពួកបងដើរលេងឲ្យសប្បាយចុះបាយបាយលាសិនហើយបាយបាយតោះយើងពួកគាត់ដឹងថាខ្ញុំជាអ្នករៀបចំល្ខោនកាលពីប្រហែលថ្ងៃមុននោះហើយគឺជារឿងល្អណាស់អញ្ចឹងហើយពួកគេមិនអាចបន្ទោសកូនទេពីអ្នកគេពិតជាទេវតាចាទុកមកមែនម៉ាក់សប្បាយចិត្តខ្លាំងណាស់កូននេះពិតជាពូកែមែនអាចធ្វើមេនដាកឲ្យពួកគេបានជួបគ្នាតើពេលណាទៅមេនដាកនេះរកនឹងគេបានទៅហ៎ខ្ញុំនៅក្មេងខ្ញុំមិនតាន់កាត់ពីរឿងនេះទេមិនគិតថាខ្លួនឯងនៅក្មេងទៀតចេះធ្វើមេនដាកឲ្យគេបានហើយនឹងម៉ាក់ស្មានថារឿងមានស្នេហានេះវាងាយស្រួលណាស់ទៅម៉ាក់មានបទពិសោធន៍ជាងកូនអញ្ចឹងម៉ាក់ប្រកាសជាយល់ជាងកូនជីវិតម៉ាក់មិនធ្លាប់ឆ្លងកាត់ភាពយូរអវ័យនេះទេហើយក៏មិនធ្លាប់មានសង្សារសង្សឹកអីពីមុនមកដែរធ្វើម៉េចម៉ាក់នឹងដឹងទៅប៉ាកូនឯងឃើញម៉ាក់ភ្លាមក៏ស្រឡាញ់ផ្លែតហើយក៏ចូលដណ្ដឹងម៉ាក់តែម្ដងម៉ាក់មិនទាំងបានត្រៀមចិត្តទុកជាមុនផងហ្នឹងត្រៀមចិត្តអីតាម៉ាក់ត្រៀមចិត្តធ្វើភរិយាដ៏ល្អរបស់គេនឹងណាធ្វើជាភរិយាគេចាំឲ្យត្រៀមចិត្តដែរបើមិនត្រៀមធ្វើមិនដឹងថាភរិយារបស់គេត្រូវធ្វើអ្វីខ្លះទៅចាស់យកអ្វីចំនួនម៉ាក់ខុសពីចំនួនកូនយ៉ាងម៉េចតាម៉ាក់គឺចំនួននេះក្មេងៗធំមិនតាន់ទេចេះដឹងរឿងរ៉ាវស្នេហាទៅហើយគឺម៉ាក់សុំខ្លាចហើយតួយ៉ាងដូចជាកូនម៉ាក់ជាដើមមានសាយស្នាដែលអូនមិនដែលធ្លាប់គិតប្រាប់ផ្ទះរបស់យើងដល់គេដែរគេនឹងអត់ទេបងប្រហែលជាគាត់មើលតាមអាស័យដ្ឋាននៅក្នុងប្រវត្តិរូបខ្ញុំហើយប្រហែលជាអញ្ចឹងហើយចុះហេតុអីក៏តកែរបស់កូននេះចិត្តល្អយ៉ាងនេះហ៎ខ្ញុំក៏ឆ្ងល់ដែរបងម្យ៉ាងមួយរយៈនេះគាត់ហាក់ដូចជាយកចិត្តទុកដាក់ចំពោះខ្ញុំណាស់ថែមទាំងបានធ្វើខុសកំណត់ដល់ខ្ញុំទៀតផងឬមួយក៏គេស្រឡាញ់កូនតិចដឹងមិនអាចរួចទេបងគាត់ធ្លាប់ប្រាប់ខ្ញុំថាគាត់មិនស្រឡាញ់ខ្ញុំទេសូម្បីតែបន្តិចបើអញ្ចឹងប្រហែលជាតកែរបស់កូនអាណិតដល់គ្រួសាររបស់យើងក្រីក្រលំបាត់លំបិនយ៉ាងនេះហើយបានជាគេជួយឧបត្ថម្ភដល់គ្រួសាររបស់យើងតែយ៉ាងណាខ្ញុំក៏មិនអាចសួរដេញដោលពីបំណងសម្រាប់នេះបានដែរយ៉ាងហោចណាស់ត្រឹមតែគាត់សង្កល់ក្នុងចិត្តគាត់ទៅបានហើយសង្ឃឹមថាគេមានបំណងល្អមកលើគ្រួសារយើងទៅចុះណាកូនជាងចឹងមីងក៏ទៅលេងវាទៀតហើយមិនទេបងហើយមីងឯងបានលុយ$300នោះភ្លាមគេដក$100យកទៅលេងបៀបាត់ទៅហើយមិនដឹងថាពេលណាគេលះបង់អាល្បែងស៊ីសោនឹងសោះត្រឹមសិនតែណាពុកណាបើសិនជាអត់ពីគាត់ទៅក៏គ្មានអ្នកណានៅក្បែរមើលថែពុកដែរមិនអីទេណាកូន
លោកផកនទី ខ្ញុំមានរឿងចង់និយាយជាមួយលោក មកសូមជិះចូលក្នុងសិនមកមិនដឹងថាលោកផកនមករកខ្ញុំឯកាយនោះទេ លោកមិនចាំបាច់និយាយធ្វើពើនោះទេខ្ញុំមកនេះគឺចង់និយាយពីរឿងសាណា អូលោកមកនិយាយពីរឿងសាណាទេ ខ្ញុំមកនេះចាត់ទុកថាខ្ញុំមកសុំបរលោកទៅចុះហើយខ្ញុំក៏សុំទោសលោកកាលពីខ្ញុំជួបលោកនៅក្រុមហ៊ុនហើយប្រើនៅសម្ដីឆ្កាំងឆ្កងចំពោះលោកនោះគឺដោយសារតែខ្ញុំតែសារចង់ជួយសាណាពេក ការពិតទៅខ្ញុំមិនមែនជាមនុស្សដែលចូលចិត្តយករឿងកប៉ិកំប៉ុងដាក់នៅក្នុងចិត្តនោះទេខ្ញុំមិនប្រកាន់លោកទេបើលោកមានការអីនិយាយមកចុះ មុននឹងជឿនិយាយពីសាច់ការតើលោកមិនអាចហៅសាណាមកអង្គុយទីនេះបានទេ អូខ្ញុំភ្លេចប្រាប់លោកថាសាណាបានសុំខ្ញុំទៅផ្ទះប៉ារបស់គេបាត់ហើយ ឥឡូវខ្ញុំនិយាយសម្រួលជាមួយលោកម្ដងទៀតចុះខ្ញុំនឹងបង់ឲ្យលោក$5000ចំពោះការខាត់បងលោកទៅលើម្ដាយចុងសាណាចាត់ទុកថាខ្ញុំលួចសាណាទៅចុះ ទោះបីជាខ្ញុំយកប្រាក់លោក$5000ក៏ដោយក៏មិនប្រកាសថាខ្ញុំអាចលែងសាណាដែរ លោកនិយាយនេះមានន័យថាម៉េច លោកដឹងហើយថាខ្ញុំជាមួយសាណាបានជួយតាស្បល់ជាមួយគ្នាហើយដូច្នេះមិនងាយនឹងលុបវិញនោះទេ អេតាសើគឺមនុស្សជាអ្នកធ្វើរឿងអីដែលថាមនុស្សមិនអាចលុបបាន ខ្ញុំចង់និយាយពីហេតុផលថាតើខ្ញុំកំពុងតែរំជើបបាយអ្វីដើម្បីលែងលះជាមួយសាណាបើគ្មានហេតុផលច្បាស់លាស់ទេលោកស្មានថាម្ដាយចុងរបស់សាណានោះព្រមដល់លែងខ្ញុំការពិតទៅខ្ញុំមិនដែលស្រែកនាងទេខ្ញុំគ្រាន់តែគិតថានាងគឺជាមេសយម្នាក់ដែលចូលមកក្នុងជីវិតរបស់ខ្ញុំប៉ុណ្ណោះគ្រាន់តែនាងនៅក្បែរខ្ញុំធ្វើឲ្យខ្ញុំបាត់បង់អ្វីគ្រប់យ៉ាងទាំងមិត្តភក្តិទាំងស្នេហារួមទាំងលុយកាក់ទៀតផង ប្រសិនបើលោកព្រមសហការជាមួយខ្ញុំនឹងទៅជួយនិយាយសម្រួលជាមួយនឹងមីងសន រៀបសួរ គឺពុកណាកូន ពុកសុខសប្បាយជាទេ អូពុកសុខសប្បាយធម្មតាទេ ហើយពុកទូរស័ព្ទមកមានការអីហ៎ពុក ពុកគ្រាន់តែចង់ប្រាប់កូនថាកូនបើកប្រាក់ខែមកសន្សំទុកដល់ខ្លួនឯងទៅមិនចាំបាច់ផ្ញើឲ្យពុកនោះទេចាំពេលណាពុកត្រូវការសុំផ្ញើមកចុះ ខាងនេះខ្ញុំអត់មានផ្ញើទៅឲ្យពុកឯណាចាំបើកប្រាក់ខែខាងនេះបានចាំខ្ញុំផ្ញើឲ្យពុកទៀត កូនផ្ញើមកធ្វើស្អីទៀតបើកូនទើបតែផ្ញើតាមមិត្តភក្តិមកនេះឯង ខ្ញុំអត់បានផ្ញើប្រាក់ខែទៅឲ្យពុកមែនណាពុក មុននេះបន្តិចមានបរិមម្នាក់គេថាជាមិត្តភក្តិរបស់កូនឯងហើយគេយកប្រាក់$300មកឲ្យពុកទៀតផងថាកូនជាអ្នកផ្ញើមកហេតុអីក៏កូនថាអត់ទៅវិញ ខ្ញុំពិតជាអត់បានផ្ញើទៅឲ្យពុកមែនចុះពុកមិនបានសួរមនុស្សប្រុសនោះទេតើគេឈ្មោះអី ហើយពុកមិនបានសួរដេញដោលឈ្មោះរបស់គេទេគេឲ្យប្រាក់ពុករួចក៏ឡើងឡានបាត់តែម្ដងទៅ មនុស្សមិនដែលស្គាល់គ្នាផងពុកទៅទទួលប្រាក់គេធ្វើអីទៅក្រែងលើត្រូវចាញ់បាក់គេណាពុកព្រោះមនុស្សឥឡូវមានល្បិចកលច្រើនណាស់ តែមើលទៅមុខមាត់គេស្អាតបាតមិនសមជាមនុស្សមានកលល្បិចទេកូន អញ្ចឹងពុកប្រាប់ភិនភាករបស់គេតែមើលពុក គឺសម្បល់គេសរៀងខ្ពស់ស្រឡះទឹកមុខញញឹមតែមើលទៅគេជាមនុស្សមើងម៉ាត់ ពុកក៏អត់បានពឹងមិត្តភក្តិណាយកលុយទៅឲ្យពុកទេប៉ុណ្ណឹងចឹងណាពុកចាំស្អែកកូនទូរស័ព្ទទៅពុកទៀត ប៉ុណ្ណឹងចុះកូន តែអ្នកណាគេទៅណាតែយកប្រាក់ឲ្យពុកដល់តែ$300ហើយមិនបញ្ចេញឈ្មោះអញ្ចឹង ក
មានកម្លាំងតិចតួចហ្នឹងគិតតែពីដើរចង់ភូមិដើមភូមិហើយឯងទៅមកពីណាហ្នឹង មានមកពីណាមកពីផ្ទះប្រធានភូមិហ្នឹងណា ហេថាម៉េចនេះឯងទៅមកពីផ្ទះប្រធានភូមិអញទៅធ្វើអីទៅប្តឹងមេភូមិរឿងពួកខ្ញុំលេងបៀនហ្នឹងហីហ៎ណែកុំឈួតណាតែបែកចាស់ប្រយ័ត្នតែខ្ញុំដឹងណាតែថាបានប្រាប់វើយ ហើយខ្ញុំមិនទៅជឿឆ្អាលរឿងរបស់ពួកឯងលេងល្បែងទៅនោះទេគឺខ្ញុំមានការងាររបស់ខ្ញុំ ហើយឯងមានការងារស្អីហ៎បាត់ទៅផ្ទះប្រធានភូមិហ្នឹង ខ្ញុំទៅជម្រាបមេភូមិរឿងមានមនុស្សប្រុសចម្លែកម្នាក់យកលុយមកឲ្យខ្ញុំ$300ប្រាប់ថាកូនស្រីសាណានេះផ្ញើមកតែដល់ពេលដែលខ្ញុំសួរសាណាវាថាអត់ផ្ញើមកនោះទេខ្ញុំខ្លាចគេមានល្បិចកលអីក៏ទៅប្តឹងមេភូមិឲ្យបានដឹងមុនទៅ អូមានគេយកលុយមកឲ្យដល់តែ$300អត់ប្រាប់ខ្ញុំអីមួយម៉ាត់ហ៎ហើយដល់ពេលនេះបានមកប្រាប់ខ្លាចមានរឿងហ៎ហើយតែប្រាប់ប្រធានភូមិវិញប្រធានភូមិនឹងឲ្យឯងហ៎ហេណែឯងរាល់ថ្ងៃហ្នឹងលេងទុកចិត្តប្រពន្ធឯងអត់ស្មោះត្រង់ជាមួយខ្ញុំទេហ៎ចាំមិនឥឡូវហ្នឹង ណែម៉ែវាកុំមាត់លឺពេកខ្ញុំគ្រាន់តែមិនទាន់ហ៊ានប្រាប់ឯងត្បិតនៅគិតសង្ស័យច្រើននៅសុកមានគេយកលុយមកឲ្យយើងយ៉ាងនេះតែកូនស្រីរបស់យើងមិនបានផ្ញើមកឲ្យយើងនោះទេ ការពិតគឺខ្លាចខ្ញុំដឹងយកលុយនឹងទៅលេងវាហ្នឹងបានជាមិនប្រុសប្រាប់ខ្ញុំណែបើមិនទុកចិត្តខ្ញុំទេខ្ញុំចេញពីផ្ទះហ្នឹងក៏បានដែរ មិនក៏ឯងនិយាយវែងឆ្ងាយយ៉ាងនេះណាហើយចុះប្តីខុសទៅចុះឯងឈប់ខាងទៅឲ្យលុយឯង$100ឯងយកធ្វើស្អីក៏ធ្វើចុះ យេនេះឯងមើលមកខ្ញុំជាមនុស្សអត់បានការទេហីបានជាលុយ$300ឲ្យខ្ញុំតែ100ហ្នឹងហ៎ណែកុំភ្លេចថារាល់ថ្ងៃនេះបានក្បាលមីណាមីខ្សននេះតែត្រកបំរើទឹកក្តៅទឹកត្រជាក់សពបែបយ៉ាងអូហូយពឹងកូនយូយកលុយមក អ្វីដែលសំខាន់ជាមួយគាត់គឺលុយ បានអញ្ចឹងលោកសាឡបងទៅនិយាយជាមួយមីសនទៅបើគាត់ឲ្យចម្លើយយ៉ាងណាលោកអាចប្រាប់ខ្ញុំពីក្រោយក៏បាន ឈ្នះបេះដូងស្ងួនពីដែលជួបមុខអូអូនកុំទៅខ្វល់នៅពាក្យសម្ដីមាត់ចាំមាត់ព្រៀបដែលនៅម្ដុំផ្ទះអូនគេចង់និយាយអីឲ្យគេនិយាយចុះ អូនពិបាកប្រឈមមុខណាស់នៅកន្លែងធ្វើការចាស់នោះក៏ដូចគ្នាបើពួកគេនៅតែនិយាយប្អូនទៀតអូនលាលែងពីការងារហើយតែនៅស្រុកវិញ អូនមិនអាចធ្វើអញ្ចឹងបានទេបងមិនអាចឲ្យអូនទៅណាឆ្ងាយពីបងទេកុំព្រោះតែពាក្យសម្ដីដែលគេនិយាយធ្វើឲ្យយើងពីរអ្នកបែកគ្នានោះមានបងណាស់ហើយបងមិនអនុញ្ញាតធ្វើបាបអូនទេ បងសិនអរគុណបងដែលយកចិត្តអូន
បងមិននឹកស្មានថាពួកយើងមានថ្ងៃនេះទេបើកុំតអូនណានបងទៅបង្ហាញពីដួងចិត្តមិនឲ្យបងក៏មិនដឹងថាអូនមានចិត្តលើបងដែរអ្នកណាគេថាខ្ញុំណាត់បងមកជួបនេះចង់បង្ហាញពីដួងចិត្តបងសាននិយាយផ្ដាំទៀតល្មើក្រែងថាយ៉ាដាប្រាប់បងថាអូនចង់បង្ហាញដួងចិត្តហេតុអីក៏អូនធ្វើពើដូចជាមិនដឹងទៅវិញនេះតាមប៉ាត់បងទេដែលជាអ្នកណាត់ជួបខ្ញុំនោះចង់សារភាពប្រាប់ថាស្រឡាញ់ខ្ញុំហេតុអីក៏និយាយប្រាប់ថាខ្ញុំណាត់បងបែបនេះអ្នកណាថាគឺយ៉ាងដែរនាងប្រាប់ខ្ញុំថាបងទូរស័ព្ទប្រាប់នាងថាបងណាត់ខ្ញុំឲ្យទៅជួបនិយាយពីរឿងមួយតាមពិតរឿងនេះបងអត់ដឹងនោះទេហើយក៏អត់បានណាត់អូនមកដែរយ៉ាដាប្រាប់ថាអូនជាអ្នកណាត់បងតាយ៉ាដាក៏ប្រាប់ខ្ញុំថាបងជាអ្នកណាត់ខ្ញុំដែរអូរឿងនេះប្រហែលជាយ៉ាដាជាអ្នករៀបចំឲ្យមើលទៅអញ្ចឹងហេតុអីក៏ពួកយើងត្រូវចាញ់បោកនាងចំអកនោះទៅវិញអញ្ចឹងគួរតែចាត់ការនាងឲ្យទៅបានណែបងថាមិនបានទេតាមពិតពួកយើងគួរតែអរគុណនាងទៅវិញទេទៅផ្សំអរគុណត្រូវហើយបើគុំទៅបាននាងជាអ្នករៀបចំមិនដឹងថាពួកយើងអ្នកអកបាលនេះដល់ពេលណានោះទេនិយាយទៅនិយាយមកពួកយើងត្រូវអរគុណនាងទៅវិញអូនពិតជាក្បាលនាងខ្លាំងណាស់ពួកយើងនិយាយទៅធំរៀងខ្លួនអស់ទៅហើយតែបើជាគ្មានសមត្ថភាពនឹងប្រឈមមុខនឹងរឿងស្នេហាទោះឲ្យកូនក្មេងមួយថ្ងៃនោះចែកជើឲ្យយើងទៅវិញចំជានៅលើផកនតាមកទីនេះធ្វើអីសិនណាថ្ងៃនេះនេះជាកុំឲ្យទៅមុនទៅខ្ញុំការទៅក្រំផ្លេចចាធ្វើការនេះវិញចុះបងខ្ញុំដូចជាអត់ហ៊ានទៅផ្ទះលោកវឌ្ឍនៈនោះទៀតទេសូម្បីតែមនុស្សល្អដូចខ្ញុំក៏លោកវឌ្ឍនៈនោះចាំតែខ្ញុំលួចទូរស័ព្ទរបស់គាត់ដែរថាម៉េចឯងក៏គេចាប់ប្រកាន់ដែរបាទព្រោះថាថ្ងៃនោះខ្ញុំបានទៅផ្ទះលោកវឌ្ឍនៈពីអ្នកបងសាណាហើយឆៃដនអីក៏ជន់ដានចោលទៀតហើយគិតទៅមនុស្សយើងមានមុខមាត់ស្អាតបាបមានក្រុមហ៊ុនរ៉ូស៊ីបណ្ណាបណ្ណៃហើយមកចាប់ប្រកាន់អ្នកដទៃដល់គ្មានផលតាំងយ៉ាងនេះអញ្ចឹងចុះឯងគ្រាន់តែជូនបងឲ្យទៅស្ងប់ផ្ទះនោះទៅបានហើយបាទអញ្ចឹងចាំខ្ញុំជូនបងទៅក៏បានដែរឡោយើងទៅឥឡូវនេះទៅបាទបងជំរាបសួរលោកបាទជំរាបសួរក្មួយសុខសប្បាយជាទេសុខធម្មតាទេលោកពូខ្ញុំជាមិត្តភក្តិរបស់សាណាបានផ្ញើលុយតាមខ្ញុំ$300ឲ្យយកមកជូនលោកពូណែលោកពូសូមទទួលទុកផងអរគុណក្មួយដែលទទួលបញ្ញាពីសាណាមកឲ្យពូមិនអីទេលោកពូខ្ញុំមកកាយហើយខ្ញុំគិតថាលាលោកពូត្រង់ទៅវិញខ្ញុំលាសិនហើយលោកពូអរគុណក្មួយ
គឺផ្ទះមួយនេះហើយបងផ្ទះវាដូចជាធំមិនធម្មតាទេប៉ុន្តែសាណាមិនគួរមកធ្វើការនៅកន្លែងនេះសោះបងត្រូវជួយសាណាខ្ញុំមិនចង់ឃើញសាណាមកវិទ្យាផ្ទះនេះទេហើយណាមួយសាណាខ្លាចជាប្រពន្ធនៅក្នុងកណ្ដាលតាស្វលលោកទៀតហើយថ្ងៃក្រោយមិនដឹងទៅលោកវឌ្ឍនៈនោះដោះលែងសាណាឬក៏អត់ទេឯងមិនចាំបាច់ភ័យទេបងនៅរមជោបាយរំដោះសាណាចេញពីមនុស្សស្មុគគ្រោកនេះឲ្យទាល់តែបានស្អែកនេះថ្ងៃអាទិត្យពួកគេប្រកាសជានៅផ្ទះបងនឹងមករកពួកគេដល់ផ្ទះនេះបាទបងអញតិចតួចនេះល្អណាស់ចិត្តបានណាស់ណោះហូកូនតែចំណែកខ្ញុំនេះបំរើទាំងយប់ទាំងថ្ងៃគ្មានបានគុណសម្បត្តិអីសោះអីអាម៉េចខ្ញុំនឹងវាអន់ពេកអីម៉េចបានហើយឯងនិយាយវែងឆ្ងាយដល់ណាទៀតណែយកទៅហើយ200នឹងទុកធ្វើអីយក100នឹងទៅស្រង់ដើមទៅលេងល្បែងឲ្យឈ្នះកុំឲ្យចាញ់ទៀតណាអើយមិនចេះទេមាត់ស្អុយធ្វើមុខឲ្យរីកបន្ទិញមើលបងស្រឡាញ់អូនចង់ឈ្នះបេះដូងស្ងួនពីដែលជួបមុខអូហើយ200នឹងទុកធ្វើអីយក100នឹងទៅស្រង់ដើមទៅលេងល្បែងឲ្យឈ្នះកុំឲ្យចាញ់ទៀតណាអើយមិនចេះទេមាត់ស្អុយធ្វើមុខឲ្យរីកបន្ទិញមើលស៊ីថាអូនមើលរឿងអីមិនសប្បាយចិត្តមែនទេអូនឈឺអូនអត់ស្រួលខ្លួនតែងទៀតប៉ុណ្ណោះអូននឹងមិនចាំខកបងទេអូនប្រហែលជាមិនសប្បាយចិត្តរឿងអ្នកចិត្តខាងគេនិយាយពីរឿងអាស័យរបស់អូនមែនទេហេតុអីរឿងដាក់កន្លងហួសហើយពួកគេនៅតែយកមកនិយាយទៀតអ្នកដែលអត់ការងារធ្វើវាតែប៉ុណ្្នឹងឯងអូនពិតជាចង់រត់តែឆ្ងាយពីពិភពលោកនេះខ្លាំងណាស់អូនមិនត្រូវគិតអញ្ចឹងទេមនុស្សយើងមានបញ្ហាត្រូវតែប្រឈមមុខមិនត្រូវរីថយទេបើមិនអញ្ចឹងទេបញ្ហានោះនឹងតាមជើងអស់មួយជីវិតប៉ុន្តែអូនពិតជាពិបាកប្រឈមមុខនឹងបញ្ហាទាំងអស់នេះណាបញ្ហាបើសិនជាអូនកាន់តែកិច្ចវាកាន់តែជួបអូនត្រូវតែក្លាហានដោះស្រាយរាល់បញ្ហាទាំងនោះអូនពិតជាគ្មានកម្លាំងតស៊ូនឹងវាពិតមែនពេលនេះអូនគ្មានសល់អ្វីទៀតទេអូនភ្លេចហើយបងធ្លាប់និយាយថាអូននៅមានបងទៀតទោះជាមានរឿងអីក៏ដោយបងមិនឲ្យអូនប្រឈមមុខតែម្នាក់ឯងទេបងគិតថារឿងកន្លងផុតទៅវានឹងប្រសើរជាងនេះអូនកុំអស់សង្ឃឹមអីត្រូវតែញញឹមឡើងវិញបានហើយញ៉ាំតែអូនបាច់គិតច្រើនញ៉ាំទៅ
យ៉ាងមិនហើយពុកមានបានស្គាល់មនុស្សដែលគេយកលុយមកឲ្យពុកនោះទេ ពុកអត់ស្គាល់ទេកូនពុកខ្លាចមានរឿងពុកបានទៅប្តឹងមេភូមិរួចទៅហើយការពារក្រែងគេលេងល្បិចដាក់យើងណា ប្រសាណាប៉ុងពុកសាប់មើលរូបនេះមើលមានប្រហាក់ប្រហែលខ្លាំងឬអត់ ហ៎គឺម្នាក់នឹងហើយកូនម្នាក់នឹងហើយដាក់ឲ្យលុយមកពុកកាលពីថ្ងៃមុននោះគឺម្នាក់នឹងហើយកូនឲ្យស្គាល់ដែរ គាត់ហ្នឹងឯង ត្រូវហើយកូនមិត្តភក្តិរបស់កូនណា អត់ទេប៉ុង អើយអញ្ចឹងគេជានរណាទៅ គាត់គឺជាថៅកែខ្ញុំ ហ៎ថាមិនជាតកែរបស់កូនណា ចាគាត់គឺថៅកែខ្ញុំគាត់កាត់មិននេះបានជាយកលុយមកឲ្យគ្រួសារយើងអញ្ចឹង ហើយដូចក៏គេស្គាល់ផ្ទះរបស់យើងស្គាល់ទាំងពុកទៀតហើយពិតជាចម្លែកមែនកូនមាន